ព្រះគម្ពីរម៉ាថាយជំពូក17កន្លងមក6ថ្ងៃព្រះយេស៊ូវទ្រង់យកពេត្រុសយ៉ាកុបនិងយ៉ូហានជាប្អូនយ៉ាកុបទៅជាមួយនឹងទ្រង់ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក2រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះព្រះផ្កាត់ទ្រង់បានភ្លឺដោយព្រះអាទិត្យហើយព្រះបុស្ត្រាក៏ត្រឡប់ជាសដោយពន្លឺ3នោះឃើញលោកម៉ូសេនិងលោកអេលីយ៉ាលេចមកឯគេកំពុងតែទួននឹងទ្រង់4ឯពេត្រុសខ្វាត់ទួលទៅព្រះយេស៊ូវថាព្រះអម្ចាស់អើយដែលយើងខ្ញុំនៅទីនេះបានល្អណាស់បើទ្រង់សពព្រះハរតីនោះយើងខ្ញុំនឹងធ្វើត្រាសោលត្រាយនៅទីនេះគឺ1សម្រាប់ទ្រង់1សម្រាប់លោកម៉ូសេហើយ1សម្រាប់លោកអេលីយ៉ា5កាលខ្វាត់កំពុងតែទួននៅឡើយនោះមានប៉ប៉យ៉ាងភ្លឺបានមកបាំងគេហើយមានឮសំឡេងចេញពីប៉ប៉នោះថានេះជាកូនស្ងួនភ្ងាអញជាទីពេញចិត្តអញណាស់ចោលស្ដាប់តាមចុះ6កាលបានឮហើយនោះពួកសិស្សក៏ក្រាបកាប់មុខនឹងដីទាំងភ័យស្លុតជាខ្លាំង7តែព្រះយេស៊ូវទ្រង់យាងទៅប៉ល់គេដោយព្រះបន្ទួយថាចូលក្រោកឡើងគង់ភ័យឡើយ8កាលគេបានងើបឡើងនោះមិនបានឃើញអ្នកណាសោះឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ9កំពុងតែនាំគ្នាចុះពីភ្នំមកនោះព្រះយេស៊ូវទ្រង់ហាមគេថាកុំឲ្យប្រាប់អ្នកណាពីការជាក់ស្ដីនេះឲ្យសោះទាល់តែកូនមនុស្សបានរស់ពីស្លាប់ឡើងវិញ10ពួកសិស្សទូលសួរថាចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថាលោកអេលីយ៉ាត្រូវតែមកជាមុន11ទ្រង់ឆ្លើយតបថាលោកអេលីយ៉ាត្រូវមកមុនមែនដើម្បីនឹងតាំងការទៀងអោសឡើងវិញ12ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាលោកអេលីយ៉ាបានមកហើយគេមិនបានស្គាល់លោកទេហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តថោងបន្តិចទៀតកូនមនុស្សនឹងត្រូវគេធ្វើទុកដូច្នោះដែរ13នោះពួកសិស្សក៏យល់ថាទ្រង់មានព្រះបន្ទូលពីយ៉ូហានបាទីស14កាលបានមកដល់ផងមនុស្សហើយនោះមានម្នាក់មកលុតជង្គង់ក្រាបនៅចំពោះទ្រង់ទូលថា15ព្រះអម្ចាស់អើយសូមទ្រង់ប្រោះមេត្តាដល់កូនទូលបង្គំដែលឆ្កួតជ្រកហ្វងវាវេទនាណាស់ចេះតែដួលទៅក្នុងភ្លើងនិងក្នុងទឹកជាញយញ៉ៃ16ទូលបង្គំបាននាំវាមកឯពួកសិស្សទ្រង់ដែរតែគេមើលមិនជាសោះ17ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថាអស់ដំណាក់មនុស្សដែលមិនជឿហើយមានចិត្តវាឆ្អើយតើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណាតើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀតចូលនាំវាមកឯខ្ញុំឯណេះ18នោះព្រះយេស៊ូវទ្រង់បន្ទោដល់អារ៉ាហើយវាក៏ចេញពីក្មេងនោះទៅរួចក្មេងនោះបានជាចាប់តាំងពីវេលានោះមក19នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែកទូលសួរថាហេតុអ្វីបានជាយើងខ្ញុំដេញអារ៉ានោះមិនបាន20ទ្រង់មានព្រះបន្ទូលតបថាគឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចពេកប៉ុណ្ណោះដបិតខ្ញុំប្រាប់ជាប្រកាសថាបើមានសេចក្តីជំនឿដោយក្រាបពូជមួយយ៉ាងល្អនោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថាចូលរើចេញពីទីនេះទៅទីនោះចុះនោះនឹងបានដូច្នោះហើយក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ15តែអារ៉ាក់បែបយ៉ាងនេះវាចេញទៅដោយសារតែអធិដ្ឋានហើយនឹងតាមអត់ប៉ុណ្ណោះ22កាលគង់នៅស្រុកកាលីលេនោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថាបន្តិចទៀតកូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃមនុស្ស23គេនឹងសម្លាប់លោកហើយ3ថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញនោះពួកសិស្សកើតមានសេចក្តីព្រួយជាខ្លាំង24កាលបានមកដល់ក្រុងកាប៉ានីមហើយនោះពួកញាក់ដៃតប៉ិនព្រះវិហារគេមកសួរពេត្រុសថាតើគ្រូញាក់មិនបងប៉ិនព្រះវិហារទេឬអី25ខ្វាត់ឆ្លើយថាបងដែររួចមកកាលខ្វាត់បនចូលទៅក្នុងផ្ទះហើយនោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលជាមុនសួរខ្វាត់ថាណែស៊ីម៉ូនអ្នកគិតដូចម្ដេចតើអស់ទាំងស្ដេចនៅផែនដីហូតស៊ុយរៃឬពិនដាពីអ្នកណាពីកូនចៅឬពីអ្នកដតី26ពេត្រុសទូលឆ្លើយថាពីមនុស្សដតីទេទ្រង់មានព្រះបន្ទូលថាដូច្នោះកូនចៅបានរួចហើយ27ប៉ុន្តែចូលអ្នកទូសមុទ្រហើយបោះសិនទូច
จับยกไตรแด่จวบหมุนดำบวงหมอกเบิกมัดเวียนุแหนนั่งเคินประมวยเรียลอ้อยยกประนุเตยบ้องสำหรับขยมหายนึ่งหยะเตยดำบี้กลมอ้อยเยิงบางเจียตี้อ่อนเจ็ดดอลเก้